ជាដំបូងសូមជម្រាបសួរគ្រូខ្ញុំបាទឈ្មោះវ៉ាហួរថ្ងៃនេះខ្ញុំមកនិយាយអំពី practice មួយដែលគ្រូឲ្យធ្វើគឺឲ្យ user នៃ SU40 នឹងគ្រប់គ្រងទៅលើ user ទូទៅមាន3គឺ SU40A B ហើយនិង C ជាដំបូងមុនធ្វើវាយើងត្រូវការបង្កើតទៅលើ user ទាំងអស់ហ្នឹងសិនដោយខ្ញុំបានប្រើប្រាស់ទៅលើ comment មួយគឺ sudo add user SU40A enter ហើយ password 1 2 3 enter enter ហើយ enter មកមួយទៀតគឺ B ម្ដង B 3 enter 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 ហើយមួយទៀតចុងក្រោយគឺ C គឺ enter 1 2 3 enter enter ហើយជាចុងក្រោយគឺuser នៃ SU 40H មក enter ឥឡូវយើងចូលទៅ check មើល user ទាំងអស់ហ្នឹងដោយខ្ញុំប្រើប្រាស់ comment check គឺ COMP GEN dot useនេះគឺជា user ទាំង4ដែលខ្ញុំបានបង្កើតហើយបន្តមកទៀតយើងត្រូវការបង្កើតនៃ group មួយគឺ group SU40F ធំហ្នឹងដោយសម្រាប់វាប្រើប្រាស់ដើម្បីគ្រប់គ្រងទៅលើSU40 ទូចហ្នឹងគឺ ABC ហ្នឹងខ្ញុំប្រើទៅលើ comment មួយគឺ sudo add group GSU40F enter ហើយតមកខ្ញុំ check ទៅលើgroup ហ្នឹងថាខ្ញុំបានបង្កើតបានឬអត់នេះគឺជា group ដែលខ្ញុំបានបង្កើតគឺ GSU40F ហើយបន្តមកទៀតខ្ញុំត្រូវការបង្កើតfolder ចំនួន3គឺ FU A B C នឹងដែរក្នុងការបង្កើត folder ហ្នឹងខ្ញុំមាន comment មួយសម្រាប់ការបង្កើតនៃ folder ហ្នឹងដោយប្រើប្រាស់ comment sudo mkdir p slash នៃ fu slash នៃ fu នេះ a ចុចចុចដល់ c enter ហើយបន្តមកខ្ញុំត្រូវការ check មើលថាខ្ញុំបានបង្កើតបានឬអត់ដោយប្រើប្រាស់ comment ls l នៃ slash su enter នេះfolder ដែលខ្ញុំបានបង្កើតគឺ AUABC មានដូចជាស្រេចហើយបន្តមកទៀតខ្ញុំត្រូវការ add នៃ user FU40 ទូចនេះចូលទៅក្នុង group នៃ GFU នៃ40ដោយប្រើប្រាស់ទៅលើ comment មួយគឺsudo add user នៃ FU40 ទូចហ្នឹងចូលទៅក្នុង group នៃ SU40F enter នេះគឺមានន័យថាវា add SU40 ហ្នឹងចូលទៅក្នុង group នៃ SU40 ដែរបន្ទាប់មកទៀតខ្ញុំត្រូវការផ្លាស់ប្ដូរនៃ user root មួយហ្នឹងឲ្យទៅជា user នៃ 40A
ហើយនេះ40B ហើយនេះ40C អញ្ចឹងទៅហើយផ្លាស់ប្ដូរអានេះមួយទៀតគឺ group នៃ root ហ្នឹងឲ្យទៅជា group នៃ GFU40F ដោយខ្ញុំបានប្រើទៅលើ comment គឺ sudo ch on fu40a ចុច2 group នៃ fu40f ដក or slash នៃ su slash នៃ sua ប៉ុណ្ណឹង enter ហើយមួយទៀតគឺដូរកន្លែង a ហ្នឹងទៅ b ហើយ su a នេះក៏ទៅ b ដែរ enter មួយទៀតចុងក្រោយគឺ c គឺ c មក enter ស៊ីទួចអូខេដល់មកយើង check ថាយើងបានផ្លាស់ប្ដូរ user ទាំងគ្រប់បានអត់គឺយើងប្រើប្រាស់ comment គឺls .l slash នៃ fu enter អីអានេះធំ enter នេះខ្ញុំបានដូរគឺ fu នៃ 40A BC ហើយគ្រប់នៃ fu 40S ទាំងអស់ហើយជាចុងក្រោយគឺនៅមួយទៀតគឺការផ្ដល់សិទ្ធិឲ្យទៅលើនៃ fu 40A BC ដោយខ្ញុំប្រើប្រាស់ទៅលើ comment គឺ fu sudo ch-mood 770 slash fu slash នៃ sua enter ហើយមួយទៀតគឺ b ម្ដង enter ហើយមួយទៀតគឺ c ចុងក្រោយទៅមកយើងចូលទៅ check ថាយើងបានផ្ដល់សិទ្ធិឲ្យuser ទាំង3ហ្នឹងដោយប្រើប្រាស់លើ comment ដដែលគឺ ls .l នៃ slash su enter នេះខ្ញុំបានផ្ដល់សិទ្ធិទៅលើ user ចំនួន3ហ្នឹងហើយដោយយើងអាច read write ឬក៏ process ទៅលើ user ទាំង3ហ្នឹងបានសម្រាប់ practice របស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ